បាទជំរាបសួរបងប្អូនអ៊ំពុំមិញទាំងអស់គ្នាបងប្អូនដែលគាត់ឆ្លាញ់ក្នុងវិស័យចិញ្ចឹមមាន់បែបលក្ខណៈគ្រួសារទាំងអស់គ្នាបាទហើយថ្ងៃនេះក៏វិលត្រឡប់មកជួបគ្នាម្ដងទៀតនៅក្នុងវីដេអូថ្មីហើយនៅក្នុងវីដេអូមួយនេះដែរ Channel ត្រង់មាន់ស្រែខ្ញុំចេញមកចែករំលែកបទពិសោធន៍ថ្មីជូនពុកម៉ែបងប្អូនទាំងអស់គ្នានិងថតសកម្មភាពមាន់ឲ្យពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នាផងដែរនឹងជាការកំសាន្តមួយហើយក៏ជាចំណេះដឹងផងដែរសម្រាប់បងពុកម៉ែបងប្អូនដែលគាត់ថ្មីដែលគាត់ទើបតែចាប់ផ្ដើមខ្ញុំចេញមកចែករំលែកបទពិសោធន៍នឹងការចិញ្ចឹមសម្រាប់ការថែទាំនិងការចិញ្ចឹមពីតូចពីញាស់មកដល់លក់សម្រាប់ខ្ញុំហើយឲ្យពុកម៉ែបងប្អូនគាត់បានទស្សនាគាត់យកចំណេះដឹងមួយនេះយកទៅអនុវត្តហើយសង្ឃឹមថាពួកគាត់នឹងចិញ្ចឹមទៅកើតច្រើនបានសុខសប្បាយទាំងអស់គ្នាបាទឥឡូវកុំអីវែងឆ្ងាយយូរឥឡូវខ្ញុំមកចែករំលែកនៅបទពិសោធន៍ហើយនឹងការថែទាំរបស់កូនមាន់របស់ខ្ញុំនិងការទុកដាក់តែថាការទុកដាក់របស់ខ្ញុំហ្នឹងការមើលថែរបស់ខ្ញុំហ្នឹងតើដោយរបៀបណាអញ្ចឹងពុកម៉ែបងប្អូនបាទហើយសម្រាប់ការមើលថែរបស់ខ្ញុំការទុកដាក់របស់ខ្ញុំគឺមានតាមលំដាប់ហ្នឹងគឺយើងពីញាស់មកគឺយើងមើលថែដោយរបៀបផ្សេងការជាមាន់សាច់របៀបផ្សេងយើងទុកជាមេបាពូជយើងថែទុកជាមេបាពូជហ្នឹងយើងត្រូវឡើងជាមេបាពូជគឺយើងមើលថែដោយរបៀបផ្សេងបាទសម្រាប់ជាដំបូងគឺកូនមាន់ដែលទើបញាស់ហើយទើបញាស់បាន2ថ្ងៃគឺខាងត្រង់មាន់ខ្ញុំគឺទើបញាស់ហើយអត់2ថ្ងៃឬក៏ស្ងួតរោមហ្នឹងយើងយកចេញពីសម្បុកឬក៏ជាទូភ្ញាស់យើងយកចេញមកយើងមានជាកន្លែងកម្ដៅរបស់វាយើងមានជាបាទជាកេះកម្ដៅឬក៏ជាត្រង់កម្ដៅចឹងទៅហើយយើងខាងខ្ញុំនេះគឺខ្ញុំមានក្រៅអង្កាមពីក្រោមទៀតដើម្បីផ្ដល់កម្ដៅឲ្យកូនមាន់ហើយនឹងថែបំពូលពីលើមួយតង់ទៀតសម្រាប់យើងផ្ដល់កម្ដៅកូនមាន់ដើម្បីកូនមាន់នឹងទទួលបានកម្ដៅគ្រប់គ្រាន់ព្រោះអីកូនមាន់វាអត់មានមេក្រាបទេអញ្ចឹងហើយវាត្រូវការកម្ដៅយើងអត់មានមេឲ្យក្រាបអញ្ចឹងយើងត្រូវការដាក់ជាកំពូលកម្ដៅឬក៏ជាក្អមអញ្ចឹងទៅសម្រាប់កូនមាន់ដែលទើបញាស់ព្រោះអីដោយសារកូនមាន់ទើបតែញាស់វាត្រូវការកម្ដៅជាចម្បងហើយអញ្ចឹងហើយយើងត្រូវការផ្ដល់កម្ដៅវាបានគ្រប់គ្រាន់ដើម្បីវាមានសុខភាពល្អហើយកាលណាវាមានសុខភាពល្អកូនមាន់យើងជាផុតពីជំងឺហើយវាចូលចិត្តស៊ីចំណីហើយកូនមាន់យើងហ្នឹងក៏ឆាប់ទូទាត់ចាប់ធំដែរកូនមាន់នោះគឺយើងក៏មានជាថ្នាំការពារសម្រាប់កូនមាន់យើងដូចជាថ្នាំផ្ដាសាយថ្នាំត្រជាក់ថ្នាំការពារនៅជំងឺរាកថ្នាំវីតាមីនហើយក៏ថ្នាំការពារជំងឺផ្ដាសាយជាដើមចឹងទៅបងប្អូនហើយយើងមិនភ្លេចទេในការឲ្យដល់វ៉ាក់សាំងទៅដល់កូនមាន់របស់យើងជាចាំបាច់ហើយបើសម្រាប់ពុកម៉ែបងប្អូនដែលគាត់មាន់តិចតួចត្រឹម50ក្បាលចុះអីពុកម៉ែបងប្អូនបើពុកម៉ែបងប្អូនពិបាកក្នុងការធ្វើវ៉ាក់សាំងពុកម៉ែបងប្អូនពិបាកក្នុងការរកទិញវ៉ាក់សាំងមកធ្វើពុកម៉ែបងប្អូនអាចមិនធ្វើក៏បានដែរអញ្ចឹងហើយពុកម៉ែបងប្អូនយើងតែបើមានគឺយើងធ្វើគឺល្អតែបើសម្រាប់ពុកម៉ែបងប្អូនគាត់មានមាន់តិចតួចអញ្ចឹងហើយគាត់ពិបាកក្នុងការរកទិញវ៉ាក់សាំងពិបាកក្នុងការរកវ៉ាក់សាំងនៅកន្លែងណាមួយដែលគាត់ឆ្ងាយអញ្ចឹងហើយគាត់អាចជៀសវាងក្នុងការមិនធ្វើអញ្ចឹងហើយគាត់ត្រូវមានការការពារឲ្យបានខ្ពស់មែនតើទៅលើជីវសុវត្ថិភាពការធ្វើអនាម័យឲ្យបានខ្ពស់នោះហើយមាន់របស់យើងនឹងវាជាផុតពីជំងឺដោយសារយើងបានធ្វើវ៉ាក់សាំងអញ្ចឹងព្រោះអីការធ្វើវ៉ាក់សាំងនេះក៏មិនប្រកាសថាវាមិនចូលជំងឺដែរប៉ុន្តែគាត់ថាបើសិនជាវាចូលជំងឺហើយគឺយើងងាយនឹងការវាយថ្នាំព្យាបាលវាឆាប់ត្រូវបើសិនជាអត់ធ្វើទេពេលបើសិនជាមាន់យើងឈឺយើងពិបាកក្នុងការវាយថ្នាំព្យាបាលបាទហើយសម្រាប់មាន់យើងត្រូវតម្លាក់ចុះដីហើយយើងត្រូវរៀបចំកន្លែងត្រង់យើងនឹងឲ្យបានស្អាតយើងមានជាក្រៅអង្កាមក្រៅអីចឹងទៅដើម្បីឲ្យមាន់យើងនឹងក៏វាផ្ដល់កម្ដៅមាន់យើងបានផងដែរហើយក៏វាងាយស្រួលក្នុងការបោសសម្អាតលាមករបស់មាន់យើងហើយខាងខ្ញុំនេះគឺតម្លាក់ចុះដីហ្នឹងចាប់ពីអាយុ1ខែទៅ1ខែកន្លះបងប្អូនហើយបើសិនជាតម្លាក់លឿនក៏ខ្ទង់21ថ្ងៃដែរប៉ុន្តែយល់ល្អគឺ1ខែទៅ1ខែកន្លះខាងខ្ញុំគឺខ្ញុំតម្លាក់បាទហើយសម្រាប់ការផ្ដល់ចំណីឲ្យមាន់វិញបាទគឺអាយុចាប់ពីយើងដាក់ក្នុងទូស្អំហ្នឹងគឺអាយុវា2ថ្ងៃឡើងមកដល់អាយុ21ថ្ងៃហ្នឹងគឺខាងខ្ញុំគឺខ្ញុំដាក់ឲ្យជាស៊ីឲ្យវាស៊ីហ្នឹងគឺស៊ីចំណីសម្រាប់សុទ្ធរយៈពេលហ្នឹងមកដល់21ថ្ងៃហ្នឹងគឺខ្ញុំឲ្យវាស៊ីចំណីសម្រាប់សុទ្ធបន្ទាប់ពី21ថ្ងៃមកគឺខ្ញុំមានការលាយផ្សំចំណីវារហូតដល់បានលក់ហើយសម្រាប់ទៅដល់មេបាពូជវិញសម្រាប់មាន់ដែលយើងត្រូវទុកជាមេបាពូជហ្នឹងគឺចាប់ពីអាយុ4ខែកន្លះគឺខ្ញុំចាប់
បំបីខ្ញុំត្រូវជ្រើសរើសចម្រាញ់យកអាណាដែលល្អហ្នឹងគឺខ្ញុំទុកជាមេបាពូជហើយខ្ញុំសម្រាប់ដល់អាយុ5 ខែទៅ4 ខែកន្លះទៅ5 ខែគឺខ្ញុំមានចំណីផ្សេងឲ្យមន់សម្រាប់មេបាពូជនឹងផ្សេងពីមន់សាច់ទៀតយើងមិនអាចឲ្យមេប្រភេទមេបាពូជហ្នឹងឲ្យស៊ីចំណីដូចមន់សាច់យ៉ាងបានទេដោយសារបើសិនជាកាលណាឲ្យយើងឲ្យស៊ីដូចមន់សាច់គឺមន់យើងហ្នឹងវាធាត់ពេកវាញុកខ្លាញ់ធ្វើឲ្យមេរបស់យើងហ្នឹងវាអត់សូវបងតិចហើយបើសិនជាបាវិញគឺវាអត់សូវជន់វាខ្ជិលក្នុងការជន់ណាអញ្ចឹងហើយមេបាពូជយើងឲ្យស៊ីចំណីផ្សេងមន់សាច់ចំណីផ្សេងនិងកូនមន់ចំណីផ្សេងបាទហើយដូចនៅក្នុងវីដេអូនេះចឹងគឺមន់ប៉ុណ្ណេះគឺខ្ញុំលាយចំណីផ្សំឲ្យវាស៊ីឲ្យពុកម៉ែបងប្អូនហើយខ្ញុំលាយផ្សំនេះគឺជាប្រភេទចំណីស្ងួតអត់លេខចំណីសើមទេនៅខាងខ្ញុំនេះគឺខ្ញុំលេខចំណីស្ងួតហើយមន់គឺចូលចិត្តស៊ីមែនតើហើយវាស៊ីស្ទុះលឿនបាទហើយការផ្សំចំណីរបស់ខ្ញុំនេះគឺมันមានអីច្រើនទេពុកម៉ែបងប្អូនមានតែ3 4មុខទេពុកម៉ែបងប្អូនហើយងាយពុកម៉ែបងប្អូនក៏អាចផ្សំបានដែរហើយមន់យើងនេះចូលចិត្តស៊ីប្រភេទចំណីបែបហ្នឹងហើយវាស៊ីនេះគឺវាឆាប់ស្ទុះហើយការផ្សំនេះក៏មិនមែនចេះតែនឹកឃើញម្នាក់ឯងផ្សំដែរពុកម៉ែបងប្អូនការផ្សំចំណីនេះគឺខ្ញុំផ្សំទៅតាមក្បួនតាមຂະຫນាតហើយក៏ខ្ញុំផ្សំហ្នឹងគឺផ្សំទៅតាមបងរៀមច្បងដែលគាត់មានកសិដ្ឋានធំគាត់រួចផ្សំគាត់បានធ្វើមុនយើងហើយយើងក៏មកអនុវត្តតាមក្រោយគាត់ទៅគឺយើងមើលឃើញថាគឺវាពិតជាមានបានផលពិតមែនហើយក៏យកមកចែករំលែកឲ្យពុកម៉ែបងប្អូនបាទហើយសម្រាប់ជាមេបាពូជវិញម្ដងបាទចំណីសម្រាប់មេបាពូជវិញគឺយើងមានពីរប្រភេទសម្រាប់ឲ្យវាធ្វើឲ្យវាបានគឺប្រភេទទី1នេះគឺយើងអាចជាលាយផ្សំឲ្យវាបាទហើយសម្រាប់មកប្រភេទទៀតនោះគឺជាចំណីសម្រាប់ពុកម៉ែបងប្អូនយើងមានជាចំណីបេដាក់វានឹងជាមេបាពូជការចិញ្ចឹមគឺមានតែប្រមាណចំណុចសំខាន់ទាំងអស់នេះដែលធ្វើឲ្យយើងចិញ្ចឹមនោះគឺកើតច្រើនហើយមិនងាយជួបឧបសគ្គហើយបើសិនជាយើងខ្វះចន្លោះនៅចំណុចសំខាន់ណាមួយឬក៏ធ្វេសប្រហែសក្នុងចំណុចណាមួយគឺយើងនឹងមានការបាត់បង់ទៅលើការចិញ្ចឹមសត្វរបស់យើងហើយកាលណាមានការបាត់បង់ធ្វើឲ្យយើងនឹងបាក់ទឹកចិត្តធ្វើឲ្យយើងនឹងអស់ទឹកចិត្តក្នុងការចិញ្ចឹមវាទៀតណាបងប្អូនអញ្ចឹងហើយទាមទារឲ្យយើងនឹងប្រុងប្រយ័ត្នមានការមើលថែមានការយកចិត្តទុកដាក់ខ្ពស់ទៅលើការចិញ្ចឹមសត្វរបស់យើងហើយទី1សំខាន់ហ្នឹងគឺទៅលើការមើលថែការគ្រប់គ្រងនៅអនាម័យការយកចិត្តទុកដាក់ទៅលើការផ្ដល់នៅចំណីទៅលើកម្ដៅទៅដល់មន់ទៅលើថ្នាំការពារទៅលើវ៉ាក់សាំងកាលណាយើងធ្វើគ្រប់ជ្រុងគ្រប់ចន្លោះអស់នោះហើយគឺភាគរយដែលយើងជួបបញ្ហានោះគឺវាមានតិចអញ្ចឹងហើយការចិញ្ចឹមរបស់យើងនឹងក៏វាងាយនឹងរីកចម្រើនទៅមុខហើយអ្វីដែលសំខាន់ជាងគេនោះគឺជាចំណេះដឹងពុកម៉ែបងប្អូនគឺយើងត្រូវរៀនពីវាបើយើងស្រឡាញ់ខាងការចិញ្ចឹមសត្វគឺយើងត្រូវរៀនក្នុងការចិញ្ចឹមសត្វយើងអាចរៀនពីលោកគ្រូអ្នកគ្រូពីរៀមច្បងដែលគាត់មានបទពិសោធន៍ជាងយើងយកចំណេះដឹងហ្នឹងយកមកអនុវត្តបើសិនជាយើងធ្វើតទាំងយើងអត់ទាន់មានការចំណេះដឹងក្នុងការចិញ្ចឹមវាទេគឺពិបាកមែនតើអញ្ចឹងហើយយើងទាមទារយើងមានចំណេះដឹងក្នុងការចិញ្ចឹមមិនថាមន់ឬក៏ទាទេពុកម៉ែបងប្អូនបាទហើយសម្រាប់ក្នុងសម័យនេះបើយើងចង់រៀនក៏មិនពិបាកក្នុងការរកកន្លែងរៀនដែរពុកម៉ែបងប្អូនគឺយើងអាចរៀនបានគ្រប់កន្លែងក្នុងប្រព័ន្ធ social media ផ្សេងៗមិនថាក្នុង Facebook YouTube ឬក៏ការរៀនទៅពីលោកគ្រូអ្នកគ្រូខាងគាត់មានកសិដ្ឋានធំគាត់មានលក់ជាសមារៀនជាសភៅហើយក៏គាត់មានការបរៀនតាមអនឡាញអីចឹងទៅក៏គាត់មានដែរហើយបើពុកម៉ែបងប្អូនគាត់ខ្ជិលក៏គាត់អាចរៀននៅក្នុងដូចជាក្នុង YouTube អីជាមេរៀនដូចជាការចែករំលែកផ្ទាល់ពីខ្ញុំចេះឬក៏រៀនច្បងផ្សេងៗគាត់មានការចែករំលែកក៏យើងអាចរៀនទៅចំណុចកន្លែងណាមិនល្អធ្វើតាមទៅហើយចំណុចកន្លែងណាដែលមិនសំខាន់ក៏យើងមិនធ្វើតាមសំខាន់យើងធ្វើតាមកន្លែងណាដែលយើងត្រូវធ្វើហើយយើងវិភាគមើលថាអ្នកចែករំលែកមួយណាដែលគាត់ចែករំលែកបានល្អយើងធ្វើតាមគាត់ហ្នឹងទៅមិនមែនថាឲ្យធ្វើតាមខ្ញុំឬក៏ត្រូវដាច់ខាតត្រូវធ្វើតាមខ្ញុំដែរមានអ្នកចែករំលែកល្អជាច្រើនដែលពុកម៉ែបងប្អូនអាចរៀនតាមលោកគ្រូអ្នកគ្រូជាច្រើនហើយសម្រាប់ខ្ញុំគ្រាន់តែជាការចែករំលែកបទពិសោធន៍
តិចតួចមិនមែនជាអ្នកចេះដឹងអីណាស់ដែរទេបងប្អូនគាត់ថាយើងមានបទពិសោធន៍ក្នុងការចិញ្ចឹមតិចតួចយើងក៏ចែករំលែកឲ្យបងប្អូនគាត់ថ្មីទៅបាទហើយសង្ឃឹមថាពុកម៉ែបងប្អូនគាត់បានទស្សនាវីដេអូនេះហើយគាត់នឹងយល់គាត់នឹងយកទៅអនុវត្តតាមសង្ឃឹមថាពុកម៉ែបងប្អូនគាត់ធ្វើទៅគាត់នឹងទទួលបានជោគជ័យគាត់នឹងចិញ្ចឹមបានកើតច្រើនជាផុតពីជំងឺផ្សេងបាទហើយក៏អធិស្ឋានសម្រាប់ពុកម៉ែបងប្អូនគាត់មានបទពិសោធន៍ច្រើនជាងខ្ញុំច្រើនឆ្នាំជាងខ្ញុំគាត់បើសិនជាខ្ញុំបកស្រាយទៅខ្វះខាតក្នុងចំណុចណាមួយយើងគាត់អាចបំពេញចន្លោះបន្ថែមដើម្បីឲ្យពុកម៉ែបងប្អូនយើងហ្នឹងគាត់មើលឃើញហើយគាត់នឹងយកទៅអនុវត្តតាមគាត់ចិញ្ចឹមទៅមុខល្អទាំងអស់គ្នារីកចម្រើនទាំងអស់គ្នាហើយសម្រាប់ការផ្សំចំណីខ្ញុំនឹងចេញនៅវីដេអូមួយទៀតពុកម៉ែបងប្អូនខ្ញុំនឹងចេញពីការផ្សំចំណីតែម្ដងឲ្យពុកម៉ែបងប្អូនមើលសម្រាប់ពី21ថ្ងៃដល់បានលក់អញ្ចឹងហើយខ្ញុំនឹងចេញវីដេអូមួយទៀតនៅវីដេអូក្រោយតាក់ទងនឹងការផ្សំចំណីនៅវីដេអូមួយទៀតតែម្ដងឲ្យពុកម៉ែបងប្អូនបានទស្សនាបាទហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់បានចូលទស្សនាហើយពុកម៉ែបងប្អូនចុចជាបានម្នាក់មួយផងពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនថ្មីអីហ្នឹងគឺមេត្តាពុកម៉ែបងប្អូនចុចជាខ្ញុំបាទបានម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំបាទមានវីដេអូបន្តទៅមុខទៀតចែករំលែកឲ្យពុកម៉ែបងប្អូនហើយខ្ញុំមិនចង់បានច្រើនពីពុកម៉ែបងប្អូនទេពុកម៉ែបងប្អូនគ្រាន់តែជាការចុចជាវហើយគេ comment ដើម្បីជាការលើកទឹកចិត្តបាទហើយសម្រាប់វីដេអូនេះក៏មានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនគាត់ទស្សនាហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានចម្ងល់ក្នុងកន្លែងណាមួយឬក៏ក្នុងការចិញ្ចឹមមាន់កន្លែងណាមួយដែលពុកម៉ែបងប្អូនគាត់ឆ្ងល់អញ្ចឹងគាត់អាច comment សួរបានកន្លែងណាដែលខ្ញុំបានមើលឃើញខ្ញុំនឹងឆ្លើយតបពុកម៉ែបងប្អូននៅក្នុង comment នោះឬក៏ខ្ញុំចេញជាវីដេអូតបទៅពុកម៉ែបងប្អូននៅវីដេអូក្រោយៗទៀតបាទហើយភាគច្រើនខ្ញុំកម្ររំលងពុកម៉ែបងប្អូន comment ពុកម៉ែបងប្អូននីមួយៗខ្ញុំតែងតែឆ្លើយតបគ្រប់ comment ហើយលើកលែងតែ comment ណាដែលគាត់ចង់បលិចអញ្ចឹងពុកម៉ែបងប្អូនមើលតែសម្រាប់ comment ដែលគាត់ចម្ងល់ពិតប្រាកដហើយ comment ដែលគាត់លើកទឹកចិត្តខ្ញុំតែងតែឆ្លើយតបពុកម៉ែបងប្អូនជានិច្ចបើសិនជាមានចម្ងល់ពុកម៉ែបងប្អូនកុំភ្លេច comment ខាងក្រោមបានពុកម៉ែបងប្អូនបាទហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនបាទអរគុណពុកម៉ែបងប្អូនបានចំណាយពេលវេលាដ៏មានតម្លៃចូលមកទស្សនាវីដេអូនេះបាទហើយអរគុណពុកម៉ែបងប្អូនសំណាងល្អទាំងអស់គ្នាបាទជម្រាបលា